បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបបង្កើត plugin នៅក្នុង jQuery បាទអញ្ចឹងដំបូងយើងត្រូវបង្កើត folder មួយបាទដាក់ឈ្មោះអីក៏បានដែរបាទបន្តមកទៀតយើងត្រូវបង្កើត file 2 file ទី1គឺសម្រាប់សរសេរកូដ JavaScript របស់ plugin យើងនិង file ទី2ជារបស់ HTML បាទអញ្ចឹងយើងបង្កើត script មួយមក file script មួយមកបាទ .js បាទហើយទី2យើងបង្កើត file HTML ផងយើងវាថា index.html បាទបាទហើយបន្តមកទៀតយើង edit code ជាមួយនឹង script យើងមក file script យើងបាទខ្ញុំរើសយក subline បាទបន្តមកទៀតយើងសរសេរ code function បាទបើកបិទវងកញ្ចក់មកសញ្ញាដុល្លារបើកបិទគ្នាបាទហើយនៅក្នុងនេះយើងដាក់បើកបិទវងកញ្ចក់យើងដាក់ jQuery បាទដើម្បីបង្កើត function នៅក្នុង plugin យើងដាក់$.fn បាទជា syntax ហើយ .function name របស់យើងអញ្ចឹង function name យើងឧទាហរណ៍ថា my func បាទស្មើនឹង function បាទបើកបិទគ្នាមកបាទបាទអញ្ចឹងយើងនឹងដាក់ this.cs បាទ background color បាទយើងដាក់ពណ៌ gray បាទ1 2 3 4 5 6អូខេមួយឡាញនេះគឺមានន័យថាយើងនឹង set background color នៅពេលដែលមានការហៅ plugin យើងទៅប្រើយើងនឹងដាក់ background ឲ្យទៅជាពណ៌ប្រផេះបាទ DDD បន្តមកទៀតយើងចូលទៅកាន់ HTML ផងយើងបាទហើយយើងនឹងសរសេរកូដ HTML ដើម្បីហៅ plugin ផងយើង HTML head បាទ title បាទ jQuery plugin បាទ body បាទ h1 plugin បាទបន្តមកទៀតយើងចូលទៅក្នុង head មកបាទដំបូងយើងត្រូវ include jQuery library សិនបាទបាទបាទដើម្បី include jQuery library ទាំងអស់គ្នាអាច download file jQuery មកហើយ include កន្លែងនេះមកឬក៏យើងអាច import តាម Google បាទយើងវាយ jQuery បាទ Google បាទនេះយើងចុចលើ jQuery មកហើយយើង copy line នេះបាទហើយយើងយកទៅផាសនៅលើ URL ផងយើងមកហើយថែម http ចុច 2 បាទជំហានទី2យើងនឹង include បាទយើងនឹង include plugin របស់យើងបាទ include plugin ផងយើងមក script type text/javascript បាទ script បាទ src ស្មើនឹង script បាទ .js script.js គឺជា file .js យើងនេះយើងនឹង include ទាំងអស់នេះចូលទៅក្នុង HTML ផងយើងបាទ
ជំហានបន្ទាប់យើងចាប់ដើមហៅ plugin ផងយើងមកប្រើបាទ បាទ ហៅ plugin មកប្រើយើងប្រើ script thai text/javascript បាទបិទវិញមក script បាទ jQuery document ready function បាទអញ្ចឹងយើងដាក់ jQuery បាទតើយើងចង់ apply background ទៅឲ្យគេឥឡូវទាថាខ្ញុំ apply ឲ្យ body អញ្ចឹងយើងដាក់ body បាទ dot my func my func ហ្នឹងគឺជា function បាទនេះ my func នេះគឺជា function នៃ function មិនយើងកន្លែងនេះបាទត្រូវតែដូចគ្នាបាទយើង save ហើយយើងសាក run code ផងយើងបាទបើអត់ចេញទេ error ហើយអញ្ចឹងយើងទៅមើល plugin ផងយើងនេះបាទយើងថែមកន្លែងនេះមកបាទយើងសាកល្បងម្ដងទៀតបាទដើរអូខេអញ្ចឹងមានន័យថា plugin ផងយើងបានកែប្រែ background របស់គេហទំព័រផងយើងដោយ access ទៅកាន់ plugin ផងយើងនៅកន្លែងនេះបាទអញ្ចឹងជំហានបន្ទាប់យើងនឹងធ្វើការបោះ custom value ទៅឲ្យ plugin ផងយើងដើម្បីធ្វើការផ្លាស់ប្ដូរ background នេះបាទកុំឲ្យតែ background យើងនៅ gray រហូតបើគេចង់ដូរអត់បានអញ្ចឹងយើងនឹងធ្វើវាឲ្យគេបោះតម្លៃតាមរយៈកន្លែងនេះទៅបាទអញ្ចឹងដើម្បីធ្វើបែបហ្នឹងយើងចូលទៅកាន់ plugin ផងយើងហើយកន្លែងនេះយើងដាក់ option មួយមកបាទយើងបង្កើតអាញាត់មួយដើម្បីជា default value setting ស្មើនឹង $.extend បាទឧទាហរណ៍ថាខ្ញុំដាក់អាញាត់មួយឈ្មោះ b color បាទតម្លៃនេះគឺជា default value គឺជាតម្លៃ default value ដែលបើសិនជាគេអត់បោះមកវានឹងចាប់យកតម្លៃហ្នឹងបាទហើយកន្លែងនេះគឺយើងត្រូវបើសិនជាគេបោះមកយើងត្រូវបោះអាញាត់ហ្នឹងចូលទៅកន្លែងនេះបាទចូលមកកន្លែងនេះមកបើគេបោះ red មក bg color នឹងស្មើ red កន្លែងហ្នឹងបាទចុះបើសិនជាគេបោះអីផ្សេងយើងត្រូវចាប់តម្លៃហ្នឹងដើម្បីចាប់តម្លៃអ្វីដែលគេបោះមកយើងដាក់ setting.bg color បាទ bg color ឥឡូវនេះយើងសាក test សិនថាតើបើសិនជាគេអត់មកបោះមកវាចាប់យកតម្លៃនេះអត់បាទយើងសាក refresh website យើងបាទអូខេអញ្ចឹងនៅតែ gray ដដែលអញ្ចឹងមានន័យថាបើគេអត់បោះមកវាយកតម្លៃហ្នឹងឯងឥឡូវយើងទៅបោះតម្លៃផងយើងឥឡូវខ្ញុំចង់បាន background មួយពណ៌ស៊ីជម្ពូបាទអញ្ចឹងយើងដាក់ b color ចុច2 pink បាទអញ្ចឹង b color នេះហើយនឹង b color នៅក្នុង plugin យើងត្រូវតែដូចគ្នាបាទបើអត់ដូចគ្នាទេរកអត់ឃើញទេបាទឥឡូវយើងសាក refresh website យើងបាទដូរហើយអញ្ចឹងយើងអាចដូរពណ៌ background ផងយើងទៅតាមបាទអថេរបស់យើងដែលយើងបានបង្កើតអំបញ្ញមិញចុះតើបើសិនជាយើងចង់បោះតម្លៃ2ឬ3ឬច្រើនទៅកាន់ plugin ផងយើងធ្វើម៉េចបាទឧទាហរណ៍ថាខ្ញុំចង់ដូរពណ៌អក្សរនេះទៅជាពណ៌សអញ្ចឹងចុះបាទអញ្ចឹងដើម្បីធ្វើបែបហ្នឹងយើងចូលទៅកាន់ plugin ផងយើងហើយយើង comma មកហើយយើងដាក់អាញាត់មួយទៀតបាទអាញាត់អីក៏បានដែរឧទាហរណ៍ថា text បាទហើយយើងបោះ default color ទៅឲ្យ text ផងយើងឧទាហរណ៍ថា default វាខ្ញុំឲ្យពណ៌ខ្មៅបាទឲ្យពណ៌ខ្មៅហើយកន្លែងនេះយើងត្រូវថែម color បាទចុច2ហើយយើងដាក់ setting .text បាទ .text
បាទបន្តមកទៀតយើងចូលទៅកាន់ HTML យើង comma មកឥឡូវនេះខ្ញុំចង់បានកន្លែងនេះតិចកន្លែងនេះឲ្យចេញជាពណ៌សបាទអញ្ចឹងឲ្យចេញពណ៌សយើងដាក់ comma តិចចុច2បាទ1 2 3 4 5 6បាទ save ហើយយើង run យើង refresh website យើងបាទដូរហើយបាទអញ្ចឹងឥឡូវហ្នឹងយើងអាចបង្កើត plugin jQuery មួយដែលមាន default value ហើយនឹងអាច custom value ទៅតាមអ្វីដែលយើងត្រូវការពីកន្លែងហៅទៅបាទអញ្ចឹងសន្មតថាការបង្កើត plugin យើងចប់ដោយជោគជ័យបាទសូមអរគុណចំពោះការតាមដានសូមរងចាំតាមដានវីដេអូបន្តទៀត